កាលពីព្រេងនាយមានទន្សាយមួយក្បានដែលចូលចិត្តអួតអាងអំពីល្បឿនរបស់ខ្លួនខ្លាំងណាស់វាតែងតែសើចចំអកឲ្យសត្វដទៃជាពិសេសអណ្ដាកដែលដើរយឺតបំផុតក្នុងចំណោមសត្វទាំងអស់ថ្ងៃមួយពេលដែលទន្សាយកំពុងតែអួតអាងពីល្បឿនរបស់វាអណ្ដាកក៏ធឹងទ្រាន់នឹងពាក្យសម្ដីនោះក៏បានបបួលទន្សាយរត់ប្រណាំងគ្នាបើដូច្នោះមែនឯងហ៊ានរត់ប្រណាំងជាមួយយើងទេ រត់ប្រណាំងជាមួយឯងនឹងណាឯងដែលដើរគៀមបែបនេះមិននឹងអាចឈ្នះយើងទៅបានប៉ុន្តែទន្សាយក៏យល់ព្រមតាមការបបួលរបស់អណ្ដើកសត្វទាំងអស់ក្នុងព្រៃបានមកជុំគ្នាដើម្បីមើលការប្រណាំងនេះពេលដែលសត្វកញ្ជ្រៀវស្រែកផ្ដល់សញ្ញារត់ទន្សាយក៏លោតបោលយ៉ាងលឿនចេញផុតពីអណ្ដើកភ្លាមអណ្ដើកវិញក៏ចាប់ផ្ដើមវាដោយសន្សឹមតែដោយមិនឈប់ទន្សាយរត់បានមើលសន្ទុះក៏ឈប់ងាកមើលទៅក្រោយវាមើលមិនឃើញអណ្ដើកនៅទីណាទេដោយគិតក្នុងចិត្តថាអូអណ្ដើកនោះច្បាស់ជាមិនទាន់ដល់ណាផងយើងមានពេលគ្រប់គ្រាន់ដើម្បីសម្រាកទន្សាយក៏ដើររកលំលប់ឈើត្រជាក់ហើយដេកលក់លងលក់យ៉ាងស្កប់ស្កល់នៅក្បែរផ្លូវនោះចំណែកអណ្ដើកវិញទោះបីជាដើរយឺតយ៉ាងណាក្តីក៏វាមិនបានបោះបង់ឬឈប់សម្រាកដែរវាប្រឹងវាបន្តទៅមុខឥតឈប់ឈរមួយជំហានម្ដងមួយរហូតដល់បានមកដល់កន្លែងដែលទន្សាយកំពុងដេកលក់អណ្ដើកក៏នៅតែបន្តវាឆ្លងកាត់ទន្សាយហើយបន្តទៅមុខដោយព្យាយាមពេលដែលអណ្ដើកខាត់ជិតដល់ទីបញ្ចប់ទន្សាយក៏ភ្ញាក់ពីដំណេកហើយនឹកឃើញការប្រណាំងវាក៏ក្រោកឡើងរត់ទៅមុខយ៉ាងលឿនបំផុតប៉ុន្តែហួសពេលទៅហើយអណ្ដើកបានវាឆ្លងផុតខ្សែបន្ទាត់ទីផ្ដាច់ព្រាត់មុនទន្សាយបន្តិចទៅហើយសត្វទាំងអស់ក្នុងព្រៃបានស្រែកហ៊ោកញ្ជ្រៀវអបអរសាទរដល់ជ័យជំនះរបស់អណ្ដើកទន្សាយមានការខ្មាស់អៀននិងខូចចិត្តយ៉ាងខ្លាំងដែលខ្លួនបានចាញ់ការប្រកួតព្រោះតែភាពអួតអាងនិងធ្វេសប្រហែសមេរៀនអប់រំការតស៊ូព្យាយាមនិងមិនធ្វេសប្រហែសទោះបីជាយឺតយ៉ាងណាក្តីក៏អាចនាំទៅរកភាពជោគជ័យបានដែរក៏មើលងាយអ្នកដទៃនិងកុំអួតអាងពីសមត្ថភាពរបស់ខ្លួន